តើការបង្កើតទម្លាប់ល្អៗជាប្រចាំថ្ងៃវាអាចជួយអ្វីដល់យើងបានខ្លះហើយអភិវឌ្ឍទៅលើជំនាញក៏ដូចជាការអភិវឌ្ឍខ្លួនឯងហ្នឹងឲ្យកាន់តែល្អប្រសើរបានដោយរបៀបណាថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់និយាយចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាប្រធានបទយើងថ្ងៃហ្នឹងគឺទម្លាប់អ្នកទាំងអស់គ្នាប្រហែលជាមានទម្លាប់ហើយត្រូវទេខ្ញុំឧទាហរណ៍មួយថាព្រឹកឡើងយើងងើបពីគេងភ្លាមយើងទៅដុសធ្មេញភ្លាមលុបមុខងូតទឹកឬក៏អីចឹងទៅជាប្រចាំរាល់ថ្ងៃយើងធ្វើវាដដែលណាអាហ្នឹងឯងគេហៅថាទម្លាប់ចឹងសរុបមកវិញពាក់ព័ន្ធជាមួយនឹងទម្លាប់គឺជាសកម្មភាពទាំងឡាយណាដែលយើងធ្វើវាជាប្រចាំយើងធ្វើវាជាប្រចាំថ្ងៃអាហ្នឹងឯងគេហៅថាជាទម្លាប់អញ្ចឹងសួរថាតើទម្លាប់វាអាចជួយអីដល់យើងបានខ្លះហើយទម្លាប់ហ្នឹងវាអាចជួយទៅលើការពង្រឹងសមត្ថភាពខ្លួនឯងការអភិវឌ្ឍខ្លួនឯងហ្នឹងបានយ៉ាងដូចម្ដេចអ្នកទាំងអស់គ្នាសាកសម័យមើលថារាល់ថ្ងៃមួយថ្ងៃហ្នឹងតើយើងមានទម្លាប់អីខ្លះនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើងណាតាំងពីអ្នកទាំងអស់គ្នាភ្ញាក់ពីគេងរហូតដល់អ្នកទាំងអស់គ្នាចូលគេងវិញតើអ្នកទាំងអស់គ្នាមានទម្លាប់ប្រមាណហើយតើតាមរយៈទម្លាប់ទាំងអស់ហ្នឹងតើអ្នកទាំងអស់គ្នាធ្លាប់ដែរគិតអត់ថាទម្លាប់តូចៗដែលយើងធ្វើហ្នឹងជាចំណុចដែលអាចជួយឲ្យយើងអភិវឌ្ឍខ្លួនឯងអាចជួយឲ្យខ្លួនយើងល្អប្រសើរឬក៏អត់ទេខ្ញុំឧទាហរណ៍មួយថាអ្នកទាំងអស់គ្នាទម្លាប់ដុសធ្មេញជាប្រចាំណាបានន័យថាក្រោកពីគេងយើងដុសធ្មេញរៀបចូលគេងយើងដុសធ្មេញអាហ្នឹងគឺជាទម្លាប់វាជួយដល់ជីវិតរបស់ប្រចាំថ្ងៃរបស់យើងទីមួយនៅពេលដែលយើង clean ធ្មេញហ្នឹងនៅពេលយើងនិយាយជាមួយអ្នកដទៃគេអត់ធំក្លិនទេយើងដុសធ្មេញជាប្រចាំទៅធ្វើឲ្យធ្មេញយើងស្អាតអត់មានតកៅស៊ីយើងដុសធ្មេញជាប្រចាំហ្នឹងធ្វើឲ្យធ្មេញរបស់យើងមានសុខភាពល្អមែនអត់យើងញ៉ាំអីហើយដុសធ្មេញវាអត់ជាប់អាកំតិចកំទីដែលយើងញ៉ាំហ្នឹងជាប់ធ្មេញរបស់យើងទេវាជួយទៅដល់សុខភាពរបស់ធ្មេញវាជួយទៅដល់សោភ័ណភាពនៃការញញឹមឬនៃការនិយាយមានភាពរាក់ទាក់ជាមួយនឹងអ្នកដទៃឬក៏អីចឹងទៅមានសកម្មភាពច្រើនទៀតអ្នកទាំងអស់គ្នាសាកសម័យមើលហើយសកម្មភាពតូចៗទាំងអស់ហ្នឹងដែលយើងអត់បានចាប់អារម្មណ៍ដែលយើងអត់បានយកចិត្តទុកដាក់ចាក់ស្ដែងទៅគឺវាជួយយើងខ្លាំងមែនតើទី1ដើម្បីបង្កើតទម្លាប់ហើយទម្លាប់ហ្នឹងជួយទៅដល់ភាពរីកចម្រើនរបស់យើងទី1យើងធ្វើបើទោះបីជាគ្មានអ្នកមើលក៏ដោយអ្នកទាំងអស់គ្នាទម្លាប់ដែលល្អមិនចាំបាច់មានគេមកអង្គុយមើលយើងទេទម្លាប់ដែលល្អយើងអាចធ្វើវាតាមរយៈការស្ងៀមស្ងាត់បានហើយក៏មិនបាច់ចាំរំពឹងថាមានគេមកមើលដែរឧទាហរណ៍អ្នកទាំងអស់គ្នារៀនអត់ចាំបាច់តល់តែគេមកអង្គុយមើលអ្នកទាំងអស់គ្នាទៅបង្កើតទម្លាប់អានសៀវភៅទេអត់ចាំបាច់តល់តែអ្នកទាំងអស់គ្នាមានអ្នកមកទៅសើអ្នកទាំងអស់គ្នាទើបយើងចាប់ផ្ដើមធ្វើសកម្មភាពទាំងអស់ហ្នឹងទេកន្លែងការងារក៏ដូចគ្នាដែរអត់ចាំបាច់មានអ្នកមកតាមដានយើងអ្នកមើលយើងបានយើងចាប់ដើមធ្វើទេទម្លាប់រៀនទម្លាប់ខ្លួនឯងតិចម្ដងដោយមិនចាំបាច់រំពឹងថាមានគេមកមើលឬក៏គេមកទៅសើអីទេអ្នកទាំងអស់គ្នាទី2ធ្វើបើទោះបីជាយើងគ្មានអារម្មណ៍ពេលខ្លះខ្ញុំអត់មានអារម្មណ៍ធ្វើវីដេអូឯអ្នកទាំងអស់គ្នាអានេះបានន័យថាខ្ញុំចែករំលែកទាំងខ្ញុំនិងអ្នកទាំងអស់គ្នាគឺយើងយកបទពិសោធន៍នឹងថ្មីដូចគ្នាអញ្ចឹងណាខ្ញុំចាប់ផ្ដើមធ្វើវីដេអូអត់មានអ្នកមើលទេវីដេអូរបស់ខ្ញុំមានអ្នកមើលទេអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំចង់បង្កើតទម្លាប់មួយហ្នឹងអត់ចង់ឲ្យខ្លួនឯងចុះចាញ់ទេវីដេអូរបស់ខ្ញុំធ្វើកន្លែងស្ងាត់អត់មានអ្នកមើលអត់មានឪពុកម្ដាយគ្រួសារខ្ញុំក៏អត់មានអ្នកដឹងដែរថាខ្ញុំធ្វើអញ្ចឹងប៉ុន្តែខ្ញុំចង់ធ្វើវាព្រោះខ្ញុំចង់បង្កើតទម្លាប់ហើយខ្ញុំចង់ចែករំលែកពេលខ្លះខ្ញុំអត់មានអារម្មណ៍ធ្វើវីដេអូទេប៉ុន្តែខ្ញុំនៅតែជំនះធ្វើវាព្រោះខ្ញុំចង់ឲ្យវាក្លាយទៅជាទម្លាប់ធ្វើបើទោះបីជាមិនទាន់បានលទ្ធផលខ្ញុំអត់ទាន់បានលទ្ធផលអីទេបើនិយាយពីការធ្វើវីដេអូអ្នកទាំងអស់គ្នាតែខ្ញុំចង់ធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាជាចំណេះដឹងផងជាការយើងស្គាល់គ្នាផងឬក៏អីផងអញ្ចឹងណាអញ្ចឹងខ្ញុំចង់ធ្វើការផ្សារភ្ជាប់រវាងខ្លួនឯងអ្វីដែលយើងដឹងអ្វីដែលយើងមានហ្នឹងយើងអាចចែករំលែកទៅកាន់អ្នកទាំងអស់គ្នាព្រោះសកម្មភាពល្អៗការចែករំលែកពីប្រធានបទល្អៗវាល្អជាងការដែលបងប្អូនមួយចំនួនគាត់វក់វីជាមួយនឹងអ្វីដែលមិនល្អជាការជួយដល់គាត់ណាបាទដូចជាការលេងហ្គេមហួសកំណត់ការជួបជុំអត់ប្រយោជន៍អីជាច្រើនទៀតអីអញ្ចឹងទៅអញ្ចឹងការចែករំលែកវីដេអូការនិយាយស្ដីល្អៗខ្ញុំគិតថាវាមានប្រយោជន៍អញ្ចឹងបាទខ្ញុំចង់ធ្វើវាឲ្យខ្លាយទៅជាទម្លាប់ធ្វើនៅពេលដែលរហូតតលតែខ្លួនឯងប៉ាកែខ្ញុំពីមុនខ្ញុំកាត់តវីដេអូមួយខ្ញុំកាត់តខ្ញុំនិយាយយូរមែនតើព្រោះអញនិយាយនេះគឺខុសខ្លាំងមែនតើអ្នកទាំងអស់គ្នាខុសច្រើនណាអញ្ចឹងយើងអត់យើងមានបទពិសោធន៍អញ្ចឹងទម្រាំតែនិយាយបានមួយវីដេអូហ្នឹងខុសចឹង20 30ដងទម្រាំតែកាត់បានមួយវីដេអូប៉ុន្តែឥឡូវគឺអត់ទេខ្ញុំ record វីដេអូខ្ញុំនិយាយទៅហ្មងអ្នកទាំងអស់គ្នាបើទោះបីជាវីដេអូរបស់ខ្ញុំសាមញ្ញអត់មានអីទេខ្ញុំអត់ដាក់រូបអញ្ញញ៉ៃឲ្យអ្នកទាំងអស់គ្នាមើលឬក៏វីដេអូរបស់អ្នកផ្សេងវីដេអូ digital អីចូលគឺអត់ទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់
ពីខ្ញុំច្រើនជាងអ្វីដែលអ្នកទាំងអស់គ្នាមើលអញ្ចឹងណាចង់ឲ្យអ្នកទាំងអស់គ្នាចាំថានៅពេលដែលយើងនឹកឃើញរឿងទម្លាប់អ្នកទាំងអស់គ្នាឃើញនឹកឃើញរឿងវីដេអូដែលខ្ញុំនិយាយអញ្ចឹងណាថាតើការបង្កើតទម្លាប់ល្អៗហ្នឹងវាជួយអីដល់យើងខ្លះហើយទី5គឺឈប់ប្រៀបធៀបអ្នកដែលគាត់ដើរមុនយើងអ្នកដែលគាត់ធ្វើមុនយើងខ្ញុំមិនដែលប្រៀបធៀបថាអូខ្ញុំធ្វើវីដេអូទៅមានគេមើលតិចអត់មានអ្នកមើលប្រៀបធៀបវីដេអូគេមើលច្រើនឬក៏អីទេធម្មតាទេគេដើរមុនយើងគេមានបទពិសោធន៍មុនយើងគេធ្វើទៅវាអាចជោគជ័យមុនយើងអញ្ចឹងគេមានហៅថាសមិទ្ធផលបានគឺគេបានមុនយើងហីតែគេធ្វើមុនយើងគឺគេបានសមិទ្ធផលមុនយើងហីបើទោះបីជាយ៉ាងណាក៏គេមានបទពិសោធន៍មុនយើងដែរមែនអត់អញ្ចឹងកុំប្រៀបធៀបអ្នកទាំងអស់គ្នាចាប់ផ្ដើមបង្កើតទម្លាប់តូចៗរបស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើវាចុងក្រោយហ្នឹងគឺឈប់រអ៊ូអ្នកទាំងអស់គ្នាយើងរអ៊ូអត់មានបានអីទេដូចឥឡូវហ្នឹងខ្ញុំកំពុងតែធ្វើវីដេអូតាមពិតទៅមេឃកំពុងតែភ្លៀងឯអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមានអារម្មណ៍ថាពេលខ្លះហេតុអីបានខ្ញុំធ្វើវីដេអូឲ្យមេឃចាប់ផ្ដើមភ្លៀងអញ្ចឹងខ្ញុំអត់មកអង្គុយលូថាមេឃភ្លៀងទេប៉ុន្តែខ្ញុំនៅតែជំនះធ្វើវាហើយខ្ញុំអត់មានពេលធ្វើគ្រប់គ្រាន់ទេអ្នកទាំងអស់គ្នាព្រោះខ្ញុំធ្វើការ full time ពេញមួយថ្ងៃអញ្ចឹងខ្ញុំមានពេលនៅក្នុងការធ្វើវីដេអូហ្នឹងបន្ទាប់ពីខ្ញុំធ្វើការហើយចេញពីធ្វើការខ្ញុំមានរៀនថែម1ម៉ោងទៀតអញ្ចឹងខ្ញុំមានពេលខ្លីអញ្ចឹងការធ្វើវីដេអូហ្នឹងគឺខ្ញុំធ្វើភាគច្រើននៅពេលយប់ហើយខ្ញុំចេញវីដេអូហ្នឹង public ទៅអ្នកទាំងអស់គ្នាក៏នៅពេលយប់ដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងប្រហែលចំណុចដែលខ្ញុំចង់លើកឡើងនេះគឺដើម្បីឲ្យអ្នកទាំងអស់គ្នាទី1ទៅគិតពិចារណាទៅលើទម្លាប់របស់យើងដែលយើងធ្វើប្រចាំថ្ងៃសកម្មភាពប្រចាំថ្ងៃរបស់យើងហ្នឹងហើយគិតមើលថាតើទម្លាប់នីមួយៗហ្នឹងវាជួយអីខ្លះទៅដល់ការរស់នៅប្រចាំថ្ងៃរបស់យើងការអភិវឌ្ឍខ្លួនឯងចំណេះជំនាញរបស់យើងទី2បើអ្នកទាំងអស់គ្នាអត់មានទម្លាប់នៅក្នុងការបង្កើតទម្លាប់អញ្ចឹងអ្នកទាំងអស់គ្នាគួរតែសាកល្បងអ្នកទាំងអស់គ្នាកុំរងចាំឱកាសមកដល់យើងត្រូវរៀនបង្កើតទម្លាប់ហ្នឹងឲ្យហើយបើយើងគិតថាទម្លាប់ហ្នឹងវាល្អឧទាហរណ៍អ្នកទាំងអស់គ្នាត្រូវរៀនភ្ញាក់ពីព្រឹកអ្នកទាំងអស់គ្នាត្រូវរៀនបង្កើតទម្លាប់អានសៀវភៅមួយថ្ងៃ1មេរៀន2មេរៀនបន្ទិញឬក៏បន្ទិញពាក្យភាសាអង់គ្លេសភាសាចិនមួយថ្ងៃ5ពាក្យឬក៏4ពាក្យ3ពាក្យអីចឹងទៅទិញឲ្យចាំណាអ្នកទាំងអស់គ្នាបង្កើតទម្លាប់ដែលវាជាអត្ថប្រយោជន៍ជួយទៅកាន់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអត់ចាំបាច់រំពឹងថាទម្លាប់ហ្នឹងអ្នកដទៃនឹងមើលឃើញឬក៏គេតែសើទេប៉ុន្តែត្រូវចាំថាទម្លាប់ដែលយើងធ្វើរាល់ថ្ងៃហ្នឹងគឺវាជួយអភិវឌ្ឍខ្លួនឯងឲ្យយើងប្រកែកជាងមុនឲ្យយើងខ្លាំងជាងមុនហើយយើងធ្វើវាដោយមិនមានភាពខ្ជិលច្អូសទេព្រោះដោយសារតែយើងដឹងថាតាមរយៈទម្លាប់តូចៗទាំងអស់ហ្នឹងវានឹងជួយយើងឲ្យសម្រេចគោលដៅជួយយើងឲ្យជោគជ័យនៅថ្ងៃណាមួយគេអរគុណច្រើនអ្នកទាំងអស់គ្នាអញ្ចឹងមានតែប៉ុណ្្នឹងទេវិធានបទថ្ងៃហ្នឹងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ